បង្ក្រាបបារីកិច្ចពន្ធនៅព្រំដែនស្រុកកំរៀងតើជាឆន្ទៈពិនឬគ្រាន់តែជាល្ខោនខោលបង្ក្រប់កិញ្ចក្រោយបែកធ្លាយរឿងខេត្តបាត់ដំបងស្រុកគំរៀងក្លាយជាប្រធានបទយ៉ាងក្តៅគគុកពេញបណ្ដាញសង្គមនិងតាមតុកាហ្វេនានាជុំវិញប្រតិបត្តិការបង្ក្រាបការនាំបារីកិច្ចពន្ធឆ្លងដែនទៅកាន់ប្រទេសថៃកាលពីយប់ថ្ងៃទី23ខែមេសាឆ្នាំ2026ទោះបីជាមានការដកហូតវត្ថុតាំងបានមួយចំនួនក៏ដោយប៉ុន្តែអ្វីដែលមហាជនដាក់មន្ទិលខ្លាំងបំផុតនោះគឺតើមេខ្លោងនៅឯណាឬមួយក៏វាគ្រាន់តែជាសេណារីយ៉ូដែលរៀបចំឡើងដើម្បីបិទបាំងភាពមិនប្រក្រតីសេចក្តីរាយការណ៍ពីប្រតិបត្តិការបង្ក្រាបកាលពីវេលាម៉ោង20:20នាទីយប់ថ្ងៃទី23ខែមេសាកម្លាំងចម្រុះដែលដឹកនាំដោយលោកវរៈស្នេហ៍ឯងអិនកុលមេបញ្ជាការវរៈការពារព្រំដែនគោកលេខ819សហការជាមួយកម្លាំងកងពលលេខ53និងយោធាវរៈ504បានចុះបង្ក្រាបនៅចំណុចស្ពានឈើផ្ទះតាយួនស្ថិតនៅភូមិអូក្រូចឃុំបង្រាំងស្រុកកំរៀងវត្ថុតាំងដែលដកហូតបានរួមមាន1បារីកិច្ចពន្ធចំនួន60ប៊ិញ2រទេះរុញ5គ្រឿង3កូនត្រាក់ទ័រ1គ្រឿង4ម៉ូតូ6គ្រឿងបច្ចុប្បន្នវត្ថុតាំងទាំងនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីចាត់ការតាមនីតិវិធីមហាជនរិះគន់ចំចាប់បានតែខ្យល់ចោលមេខ្លោងស្របពេលដែលរូបភាពបង្ក្រាបត្រូវបានបង្ហោះជាសាធារណៈសំណួរជាច្រើនបានចោទសួរឡើងបង្កំដោយភាពចំអកឡោះលើយថា1មេឈ្មោះធំនៅទីណាជារឿងដដែលដែលគេតែងតែឃើញសមត្ថកិច្ចបង្ក្រាបបានត្រឹមតែសម្ភារៈនិងវត្ថុតាំងចំណែកឯមនុស្សវិញគឺគេចខ្លួនបាត់ស្រមោលជានិច្ចតែនេះជាការបង្ក្រាបដោយអសមត្ថភាពឬជាការបើកផ្លូវឲ្យមេខ្លោងដកថយមុនពេលសមត្ថកិច្ចទៅដល់2ការសង្ស័យលើការរៀបចំសេណារីយ៉ូមហាជនដាក់ការសង្ស័យថានេះគឺជាការសម្ដែងដើម្បីបង្ក្រប់កិញ្ចក្រោយពេលដែលរឿងរ៉ាវបែកធ្លាយដល់ថ្នាក់លើដើម្បីជៀសវាងការស្ដីបន្ទោសឬការដកតំណែងតែប៉ុណ្ណោះ3សមត្ថកិច្ចខ្មែរភ្នែកស្រវាំងស្រុកកំរៀងជាចំណុចក្តៅនៃការរត់ពន្ធប៉ុន្តែកន្លងមកមានតែខាងភាគីថៃទេដែលបង្ក្រាបបានជាញឹកញាប់ចំណែកឯសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាមានការយឺតយ៉ាវឬតាមមិនទាន់ល្បិចឈ្មោះដែលដោះស្រាយនៅទីនោះទៅវិញសំណូមពរដល់ថ្នាក់ដឹកនាំខេត្តឆ្លងតាមមតិរិះគន់ខាងលើនេះប្រជាពលរដ្ឋនៅក្នុងស្រុកកំរៀងក៏ដូចជាមហាជនទូទៅបានគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនគរបាលខេត្តបាត់ដំបងមេត្តាជួយពិនិត្យនិងចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតវែកមុខមេឈ្មោះដោះស្លែដែលនៅពីក្រោយខ្នងនៃការនាំបារីកិច្ចពន្ធនេះមកផ្ដន្ទាទោសបើចង់លាងជម្រះមន្ទិលត្រូវស្រាវជ្រាវចាប់មេខ្លោងបង្ហាញមុខឲ្យមហាជនបានឃើញកុំឲ្យការបង្ក្រាបគ្រាន់តែជាការបង្ហាញរូបភាពដើម្បីបំភាន់ភ្នែកសាធារណជននេះគឺជាសម្រេចចិត្តរបស់មហាជនដែលកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុតអង្គភាពគេហទំព័រប្រមាញ់ជីដែនធីវីយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះនៅក្នុងន័យឆ្លុះបញ្ចាំងការពិននិងរិះគន់ដើម្បីស្ថាបនាក្នុងបំណងជម្រាបជូនមហាជននិងថ្នាក់ដឹកនាំឲ្យជ្រាបពីព្រឹត្តិការណ៍ជាក់ស្ដែងដែលកើតមាននៅក្នុងមូលដ្ឋានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការដើម្បីធានាបាននូវតុល្យភាពព័ត៌មានសូមអរគុណ